ជំរាបសួរលោកគ្រូចឹងនៅក្នុងវីដេអូនេះគឺតកតងជាមួយនឹង K-mean ម្ដងដែល model មួយនេះគឺខុសប្លែកគេតិចគឺតកតងជាមួយនឹងការបំបែក data ជាពីរជាក្រុមហើយបន្តមកវាធ្វើការប្រៀបបង្ហាញ data នោះលើជាក្រាបមួយថាម្ដុំរបស់ data មួយហ្នឹងគឺនៅម្ដុំណាព្រោះ data វាច្រើនលេខច្រើនណាស់តែយើងចាំដើម្បីយើងស្រួលរក data គឺយើងត្រូវធ្វើការបំបែក data ជាដុំហ្នឹងទៅតែយើងប្រើ K-mean អញ្ចឹងនៅក្នុងនេះគឺយើងធ្វើការ import ជាមួយនឹង NumPy ដើម្បីយើងធ្វើការអឺប្រើ array operation ដែលយើងជាការគណនារបស់ array ហើយយើងធ្វើការ import ទៅលើ library របស់matplotlib មកគឺចេញគឺជាទម្រង់ក្រាបអានេះគឺយើង import library មួយសម្រាប់ធ្វើក្រាបមើលហើយបន្តមកយើងធ្វើការ import ជាមួយនឹង K-mean clustering algorithm ចូលអញ្ចឹងនៅក្នុង model មួយហ្នឹងគឺយើងជាមួយគឺខ្ញុំត្រូវមាន data set សិនដែល data set នេះខ្ញុំចែកជា2 data ដែលខ្ញុំចែកស្រាប់ទេប៉ុន្តែគាត់ថាខ្ញុំដាក់ឆ្លាស់ហើយចង់ដឹងថាតើ data មួយហ្នឹងវាយើងប្រមូលផ្ដុំ data ជា2ក្រុមបានអត់អញ្ចឹងនៅពេលដែលខ្ញុំដាក់ឆ្លាស់បែបហ្នឹងគឺអានេះលេខ1បន្តមកខ្ញុំដាក់10ហើយខ្ញុំធ្វើការ switch ទៅលេខ1វិញហើយខ្ញុំមកលេខ10វិញយើងមើលថាតើវា switch ជាក្រុមបានអត់យើងទៅមើល model ហ្នឹងទាំងអស់គ្នាហើយចំពោះការ create បន្តមកទៀតចំណុចបន្តគឺយើងធ្វើការ create ទៅលើ model ហ្នឹងមកប្រើមកដែលយើងឲ្យ cluster វាជា2ព្រោះយើងដឹង data យើងមាន2ក្រុមអញ្ចឹងយើងធ្វើការបង្កើតជា cluster 2ក្រុមទៅព្រោះករណី data យើងដឹងថាតើនៅក្នុងហ្នឹងយើងគេឲ្យរក3ក្រុមចែកជា3ក្រុមយើងចាប់ផ្ដើមប្រើ clustering ជា3ក្រុមព្រោះតាម model របស់យើងគឺ allow ទៅលើអ្វីដែលយើងឲ្យថាproject មួយហ្នឹងយើងត្រូវប្រើ cluster ម៉ានសមស្របយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើង divide វាជា2 cluster យើងនឹង random ជា data នៅក្នុង block របស់វាជាដុំដើម្បី every time យើង run code គឺវាធ្វើការ find នៅ data វាជាចូលនៅក្នុង cluster មួយហើយយើងចាប់ផ្ដើមឲ្យ K-mean model របស់យើងធ្វើការrun ទៅលើ algorithm មួយហ្នឹងដោយយើង random initialize clustering center ដែលយើង base ទៅលើ centroid ហើយមួយទៀតយើង assign point របស់យើងទៅកាន់តម្លៃដែលចិត្តបំផុតទៅឲ្យ cluster ឧទាហរណ៍តម្លៃមួយហ្នឹងត្រូវចិត្ត cluster របស់យើងគឺយើង assign point ហ្នឹងទៅឲ្យហើយគឺយើង calculate ម្ដងហើយម្ដងទៀតរហូតទៅដល់វាចប់អស់ថាតើ point ទាំងអស់ហ្នឹងដែលយើងគណនាឃើញហ្នឹងដែល model ហ្នឹងវាធ្វើការឃើញថា point ហ្នឹងគួរទៅចំណុចមួយណាវានឹងដាក់ឲ្យយើងហ្នឹងមកអញ្ចឹងបន្តមកលេខនេះគ្រាន់តែជាការ loop print នៅលើ console ទេហើយខាងក្រោមគឺជាការoutput ទៅលើ graph មួយហ្នឹងជាមួយនឹង ax និង ay ឲ្យមើលអញ្ចឹងវាលោកគ្រូចឹងយើងធ្វើការ run មកអូខេនេះចឹងជា result គឺបែបនេះជារួមគឺ result ដែលយើងទទួលបាននៅ cluster 0នេះគឺ1និង1.5ទេស្តារពី1រហូតដល់1.5ចំពោះ10វិញឲ្យអាចឈានចូលដល់4ចុចចឹងទៅអញ្ចឹងនេះជា block របស់លេខ1នេះ block របស់លេខ1បែងចែកជា2ក្រុម block របស់លេខ1ហើយចំណែកនេះគឺ block របស់លេខ10នេះយើងបែងចែកជា2ក្រុមដោយសារយើងចែកជា2ក្រុមណាអញ្ចឹងទោះបីខ្ញុំឆ្លាស់គ្នាមិនក៏ដោយខ្ញុំឆ្លាស់លេខគ្នាក៏វាធ្វើការបែកចាប់វាមកដុំហើយមកដុំទៀតទុកមកដុំទៅងាយស្រួលយើងរក data ឬក៏ predict នៅថ្ងៃមុខនេះយើងដូចយើងចាប់វាមកដុំហើយយើងស្រួលរក predict វាថាតើ data ដែលយើងចង់រកហ្នឹងវានៅស្ថិតនៅក្នុងដុំមួយណានៅពេលដែលរកឃើញវាអាចងាយស្រួលក្នុងការ apply អញ្ចឹងយើងអាចថាយើងយក K-mean មក apply ជាមួយ decision tree ឬក៏ KN ឬក៏ KNN អីបន្ថែមឬក៏ neo base អីបន្ថែមទៅឲ្យវា model របស់យើងកាន់តែ improve ទៅមុខដោយសារយើងនេះយើង data ធំយើងត្រូវបែងចែកវាជាក្រុមពេលដែលយើងរកក្រុមវាបានហើយយើងអាចយកអា feature នៅក្នុងក្រុមទាំងអស់ហ្នឹងមកធ្វើការ predict ឬក៏ decision make decision ថាតើ data ដែលយើងចង់រកហ្នឹងវានៅក្រុមមួយណាអញ្ចឹងណាលោកគ្រូ